ចាជំរាបសួរបងប្អូនវីដេអូនេះដែរសូមឆ្លើយនឹងសំណួរបងប្រុសដែលគាត់បានសួរថាប្រឡងជាប់បានមកធ្វើការនៅប្រទេសកូរ៉េមែនអញ្ចឹងណាហ្នឹងហើយចង់ប្រាប់បងប្អូនទាំងអស់គ្នាថាការដែលយើងមកប្រទេសកូរ៉េតតែយើងទៅសិក្សាភាសាកូរ៉េវគ្គខ្លីហើយសិនណាបងប្អូនដូចថានៅសាលាគេមានបណ្ដុះបណ្ដាលរយៈពេល3ខែ6ខែតាមសមត្ថភាពរបស់យើងណាបងប្អូនពេលយើងសិក្សាភាសាកូរ៉េហើយយើងបានចេះតិចតួចទៅយើងទៅដាក់ពាក្យប្រឡងនៅពេលដែលយើងដាក់ពាក្យប្រឡងយើងទៅប្រឡងនៅក្រសួងការងារ NPIC ហ្នឹងគឺក្រសួងមានទូនាទីបញ្ជូនពលករមកក្រៅប្រទេសបងប្អូនអញ្ចឹងយើងទៅយកពាក្យនៅក្រសួងយើងទៅប្រឡងនៅក្រសួងដូចគ្នាក្រសួងចាត់ចែងប្រាប់ថាយើងត្រូវប្រឡងនៅណាថ្ងៃណាអញ្ចឹងគេក្រសួងនឹងអ្នកប្រាប់យើងបងប្អូនប៉ុន្តែយើងត្រូវទៅយកពាក្យសិនបងប្អូនទៅយកដូចថាទៅយក CV របៀបថាទៅយក CV អញ្ចឹងតើតើយើងទៅយកពាក្យនៅក្រសួងការងារសិនហើយក្រសួងការងារនឹងចេញពាក្យឲ្យយើងហើយនឹងយើងទៅប្រឡងពេលយើងទៅប្រឡងពេលយើងប្រឡងជាប់ក្រសួងនឹងកោះហៅយើងម្ដងទៀតហើយបងប្អូនពេលដែលក្រសួងហៅយើងម្ដងទៀតគឺយើងទៅតាមក្រសួងហៅយើងទៅពេលយើងប្រឡងចប់គឺគេមានបិទប្រកាសបងប្អូនឬក៏យើងឆែកតាមអ៊ីនធឺណិតបានសម័យឥឡូវគេឆែកតាមអ៊ីនធឺណិតបានដែរអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងប្រឡងចប់យើងទៅតាមក្រសួងហៅយើងហើយគេចាត់ចែងថ្ងៃឲ្យយើងទៅធ្វើតេស្តឈាមនៅពេទ្យការងារហើយពេទ្យការងារនេះឯងគឺជាទូទៅមិនថាអ្នកធ្វើការនៅស្រុកខ្មែរទេគឺទៅចុះឈាមនៅពេទ្យការងារទាំងអស់គ្នាបងប្អូនអញ្ចឹងអ្នកមកប្រទេសកូរ៉េក៏ដូចគ្នាដែរគឺទៅចុះឈាមនៅពេទ្យការងារពេលដែលយើងធ្វើតេស្តសុខភាពជាប់ហើយពេទ្យការងារគេចេញថាសុខភាពយើងអត់មានបញ្ហាអីទេយើងយកតេស្តសុខភាពរបស់យើងនឹងទៅក្រសួងការងារម្ដងទៀតដើម្បីយើងបំពេញឯកសារទាំងអស់ដាក់ទៅឲ្យក្រសួងការងារស្វែងរកការងារនៅប្រទេសកូរ៉េបងប្អូនហើយការស្វែងរកការងារនៅក្នុងប្រទេសកូរ៉េគឺក្រសួងគេមានទូនាទីបញ្ជូនឈ្មោះយើងមកហើយក៏មានប៉ាសពតនៅក្នុងនឹងដែរបងប្អូននិយាយទៅយើងប្រឡងជាប់ហើយក្រសួងអ្នកប្រាប់យើងទាំងអស់បងប្អូនទៅដល់ក្រសួងទៅគឺដឹងហើយនៅពេលដែលបញ្ជូនឈ្មោះមកប្រទេសកូរ៉េតតែតកែកូរ៉េគាត់យកពលករអញ្ចឹងទៅគាត់ឃើញយើងគាត់ពេញចិត្តយើងរូបថត CV របស់យើងហ្នឹងគឺគាត់ដាក់ពាក្យយកចុចចំឈ្មោះយើងបានមកធ្វើការនៅប្រទេសកូរ៉េបងប្អូនអញ្ចឹងវារៀងចំណាយពេលវេលាបន្តិចដែរព្រោះថាការមកធ្វើការនៅប្រទេសនេះតតែយើងប្រឡងបានយើងបានមកបើអ្នកអត់ប្រឡងលុះត្រាតែបងប្អូនគាត់ដែលមានប្តីជាជនជាតិកូរ៉េគាត់ធានាមកអញ្ចឹងដូចថាមកមើលថែកូនចៅអីបានមកតែសម្រាប់ពលករគឺត្រូវតែឆ្លងកាត់ជាមួយនឹងក្រសួងការងារទាំងអស់ណាបងប្អូនយើងអត់អាចមកឆាយឆាវមកទេសចរអីបានទេបើមកទេសចរបានតែដើរលេងទេហើយបើយើងរត់ខុសច្បាប់គេចាប់បានក៏គេពិន័យដែរចឹងណាបងប្អូនអញ្ចឹងហើយអ្នកដែលមកពលករស្របច្បាប់គឺឆ្លងកាត់ជាមួយនឹងក្រសួងការងារហើយបើបងប្អូនចង់ដឹងច្បាស់បងប្អូនអាចតាក់ទងនៅក្រសួងការងារបានណាអរគុណច្រើន